តោះបងប្អូនណាខ្លះដូចខ្ញុំពីដើមឡើយធ្លាប់ទៅជ្រក់ស្ពៃឯងជួនម្ដងបានញ៉ាំម្ដងជ្រក់ឲ្យចាក់ចោលក៏មានដែរព្រោះអីជាធ្វើខុសក្បួនណាអត់មានក្បួនខ្នាតច្បាស់លាស់ចាឥឡូវនេះខ្ញុំមានវិធីធ្វើច្បាស់លាស់អញ្ចឹងធ្វើអត់ដែរខុសទេធ្វើ10ដងគឺបានត្រូវទាំង10ដងអញ្ចឹងណាចាយើងមានស្ពៃនឹង3គីឡូចាខ្ញុំទិញមកហើយអញ្ចឹងយើងយកមកលាងសម្អាតវាចាត់ទីទំហំដែលយើងចង់បានអីចឹងទៅហើយយកទៅលាងទឹកឲ្យស្អាតហើយទុកសម្រាប់វាចោលមួយយប់ចាបើបងប្អូនមានថ្ងៃសម្ដិលទេហាវាបន្តិចក៏ល្អដែរវាសពបអញ្ចឹងហើយណាមួយចង់បញ្ជាក់ថាវាអស់ទឹកពីស្លឹកវាតែម្ដងចាបានយើងយកមកជ្រក់ទៅវាល្អកាលណាដែលយើងលាងវាស្អាតសម្រាប់ទឹកហើយអញ្ចឹងបានយកវាមករៀបដាក់ក្នុងឆ្នាំងបងប្អូនអ្នកឆ្នាំងធំមួយអញ្ចឹងមកព្រោះខ្ញុំអត់ចង់ដាក់ក្នុងកែវវានៅចង្អាងពេកវាបាក់រៀបអញ្ចឹងយើងត្រូវប្រើកែវច្រើនអញ្ចឹងខ្ញុំដាក់ក្នុងឆ្នាំងមួយធំសិនហើយយើងទាំងរៀបស្ពៃនឹងឲ្យស្រួលឲ្យវាថាឲ្យណែនតិចអញ្ចឹងណាចាំបានខ្ញុំទៅដាំទឹកចាហើយនេះស្ពៃនេះខ្ញុំសម្ដិលហាទុកមកយប់ហើយដូច្នេះវារៀងសពបហើយវាអស់ទឹកហើយអញ្ចឹងយើងរៀបស្ពៃរៀបអីហើយបានមកដាក់ឆ្នាំងដាំទឹកឲ្យបងប្អូនចានេះទឹកនេះ16ខាប់ស្មើនឹង4លីត្រចាហើយនឹងប្រើអំបិល6ស្លាបព្រាបាយអង្ករយើងដាំបាយនឹងខ្ញុំដាក់5ស្លាបព្រាបាយទៅហើយស្ករសខ្ញុំដាក់2ស្លាបព្រាបាយដែរចាហើយគ្រាន់តែដាក់អញ្ចឹងឲ្យដាំទឹកនឹងឲ្យពុះខ្លាំងមកចាឲ្យពុះឲ្យសប់ល្អអញ្ចឹងយើងម្រោះចោលផែ3-4នាទីពេលដែលវាពុះហើយចាចង់ឲ្យជាតិអង្ករនឹងវាចេញបន្តិចផងដើម្បីជាតិអង្ករនឹងធ្វើឲ្យឆាប់ជូរហើយជូរធម្មជាតិវាអត់មានចាំបាច់ប្រើទឹកខ្មេះប្រើអីទេចាហើយរយៈពេលដែលស្ពៃនឹងជូរអាចញ៉ាំបានហ្នឹងតែ2ថ្ងៃទៅ3ថ្ងៃញ៉ាំបានណា2ថ្ងៃបើសិនធាតុអាកាសក្តៅបើសិនជាមេត្រជាក់ដូចខាងខ្ញុំចេះខែនេះអញ្ចឹងនៅរៀងត្រជាក់ខ្ញុំប្រើពេល3ថ្ងៃបានជូរចាហើយជូរឆ្ងាញ់អត់មែនជូរច្រេញទេចាហើយអញ្ចឹងដល់ពេលដែលយើងទឹកនឹងពុះភ្លាមបងប្អូនត្រូវកុំខ្លាចថាស្ពៃនឹងរលួយគឺលើកបិទតែភ្លើងចក្រានហើយគឺលើកយកមកចាក់យកតែម្ដងហើយខ្ញុំសម្រោះខ្ញុំអត់យកអង្ករទេអង្ករនឹងអត់មានឲ្យចូលនៅក្នុងស្ពៃទេចាគឺយកតែទឹកសុទ្ធដល់ពេលអញ្ចឹងទឹកនឹងគឺយើងព្យាយាមធ្វើម៉េចសង្កត់ស្ពៃយើងនឹងឲ្យចុះលិចទឹកនឹងល្អចាកុំឲ្យវាអណ្ដែតនៅលើចាយើងសង្កត់វាទៅមកជ្រាវវាបន្តិចក៏បានដែរប៉ុន្តែមិនបាច់ខ្លាំងពេកទេគ្រាន់ថាឲ្យវាលិចទឹកនឹងទៅដើម្បីឲ្យជាតិទឹកអំបិលនឹងប៉ះធាងស្ពៃគ្រប់ស្ពៃអញ្ចឹងណាចាហើយចឹងទៅយើងយកវាទៅទុកហើយទុកហ្នឹងគឺចំណុចសំខាន់មួយកុំឲ្យក្របអីសោះមិនឲ្យមានជាតិទឹកហ្នឹងស្រក់ចូលនៅក្នុងឆ្នាំងហ្នឹងវិញទេនឹងតាមទម្លាប់របស់ខ្ញុំធ្វើគឺខ្ញុំធ្វើអញ្ចឹងគឺស្ពៃហ្នឹងស្រួយឆ្ងាញ់ហើយទុកបានយូរចាអត់មានបើកមកធំក្លិនស្អុយអីទេអត់ទេចានេះ3ថ្ងៃក្រោយបងប្អូន3ថ្ងៃក្រោយគឺលើកមកពណ៌ស្អាតអញ្ចឹងហើយទឹកគឺថ្លាឆ្វង់ចាញ៉ាំទៅមានរសជាតិឈ្ងុយទៀតណាឈ្ងុយស្ពៃហ្នឹងហ្មងហ្នឹងហើយយើងទុកធ្វើម៉េចឲ្យស្ពៃ